បាទសួស្តីអ្នកនរគ្នាចង់យើងបន្តវីដេអូរបស់យើងទៀតបាទអញ្ចឹងវីដេអូនេះគឺយើងធ្វើការ log in account យើងបាទអញ្ចឹងមុននឹងយើងអាច log in បាទឲ្យ tool log in YouTube account របស់យើងបានយើងត្រូវទៅបើក API របស់វាណាមុខងារ API របស់វាបាទអញ្ចឹងយើងទៅធ្វើតែម្ដងបាទ tool ខ្ញុំអត់ទាន់បើកទេខ្ញុំទុកវាអញ្ចឹងសិនមកបាទអញ្ចឹងខ្ញុំបើក Google Chrome ហើយខ្ញុំចូលទៅ account របស់ខ្ញុំណាមួយមកចឹង account នេះថ្មីវាអត់ទាន់មានអត់ទាន់បាន log in មួយ tool ទេបាទចឹងយើងត្រូវទៅ set up វាដើម្បីបើកនៅ API វាណាចឹងខ្ញុំរើស account របស់ខ្ញុំមួយមកបាទអូខេតបមកខ្ញុំធ្វើការចូលទៅកាន់ខ្ញុំបើកនេះតិចខ្ញុំយក link វាបន្តិចណា link វានៅណាទៅវិញបាទ link វានេះខ្ញុំ copy មកបាទខ្ញុំ copy link វាបាទអញ្ចឹងអ្នកនរគ្នាត្រូវ set up ដូចខ្ញុំណាបើអត់ set up អញ្ចឹងទេ tool ធ្វើការកើតទេបាទយើងត្រូវបើកមុខងារហ្នឹងអញ្ចឹងយើងចូលមកកាន់នេះ link ហ្នឹងចាំខ្ញុំដាក់ឲ្យខ្ញុំតម្លាក់ឲ្យអ្នកទាំងអស់គ្នាគឺយើងចូលមកកាន់ console cloud ណា .cloud.google.com ពេលយើងចូលមកវា redirect មកអា page welcome page របស់វាហ្នឹងហើយវាចេញអញ្ចឹងហើយបាទអញ្ចឹងនេះគឺយើងចូលមកកាន់នេះហ្នឹងណា link មួយហ្នឹងបាទចាំខ្ញុំដាក់ឲ្យខ្ញុំនឹងតម្លាក់នៅលើ description វីដេអូអញ្ចឹងទៅឬក៏ខ្ញុំដាក់ទៅជាមួយping នៅក្នុង group បាទអញ្ចឹងយើងចូលមកកាន់ហ្នឹងហើយអ្នកទាំងអស់គ្នានឹង load ចែកហ្នឹងអញ្ចឹងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាលេង YouTube អ្នកទាំងអស់គ្នាតែងតែមានហើយមានអានេះមានprofile Chrome profile ហ្នឹងយើងដែលយើង save account យើងហ្នឹងហើយបាទអញ្ចឹងវាចេញបែបហ្នឹងអ្នកទាំងអស់គ្នាជ្រើសរើសប្រទេសទៅអញ្ចឹងប្រទេសខ្ញុំយកកម្ពុជាហ្នឹងដែរឥឡូវប្រទេសខ្មែរយើងបាទហើយយើងចុច agree ចុច agree ទៀតណា agree ទាំងពីរតោះមកយើងចុច agree and continue បាទចុចប៉ុណ្ណឹងមកវាបាត់អាហ្នឹងទៅវិញវាឲ្យយើងចុចលើនេះបានហើយបាទអញ្ចឹងគឺដើម្បីទៅបង្កើតនៅ enable API យើងបង្កើតនៅ project ថ្មីមួយបាទអញ្ចឹងកន្លែងនេះវា project របស់យើងវាឲ្យយើង select project ប៉ុន្តែយើងអត់ទាន់មាន project ទេអញ្ចឹងអ្នកនរគ្នាធ្វើការបង្កើតនៅ project ថ្មីមួយណាអញ្ចឹងយើងคลิกលើ select project ហ្នឹងមកហើយចុចនេះ new project ណាយើងចុច new project ហ្នឹងមកបាទបន្ទាប់មកទៀតកន្លែងនេះគឺយើងដាក់ឈ្មោះ project របស់យើងបាទអ្នកនរគ្នាដាក់ឈ្មោះអីដាក់ទៅអាហ្នឹង project ហ្នឹងអញ្ចឹងខ្ញុំដាក់ឈ្មោះថាYouTube tool អញ្ចឹងទៅបាទគឺខ្ញុំដាក់ YouTube tool អញ្ចឹងទៅ project name វាណាអញ្ចឹងអានេះយើងមិនបាច់រើសអីទេយើងទុកចោលអញ្ចឹងមកហើយយើងចុចលើពាក្យថា create បាទចុចលើ create មកបាទអញ្ចឹងយើងរងចាំនេះចាំបន្តិចមកវានឹងធ្វើការបង្កើតនៅ project ឲ្យយើងថ្មីមួយដែលឈ្មោះថា YouTube tool នេះបាទអញ្ចឹងនៅពេលដែលបង្កើតរួចរាល់វាចេញ click Q អញ្ចឹងយើងចុច select project ហ្នឹងមកណាបាទយើងចុច select project ហ្នឹងមកអញ្ចឹងយើងមើលកន្លែងនេះគឺវានឹងចេញ load ឈ្មោះ project ដែលយើងបង្កើតមិញតោះណាបាទអញ្ចឹងប្រកបពីយើងបានចូលមកក្នុង project របស់យើងនឹងហើយបាទយើងមានតម្រងបែបហ្នឹងអញ្ចឹងអ្នកនរគ្នាចូលមកកាន់កន្លែងនេះណាកន្លែងបាទណាបាទសិន API វាឬក៏យើងបាទខ្ញុំខ្លោះនេះវិញយើងចុចចេះវិញណាយើងចុចកន្លែងនេះកន្លែង tre នេះណាចុចហ្នឹងមកវាឃើញមាននេះកន្លែងយើងរកមើលកន្លែងពាក្យថា API នេះណា API service ហ្នឹងអញ្ចឹងយើងចូលមកកាន់ library របស់វាមកបាទយើងចូលមកកាន់ library មកអូខេអញ្ចឹងបន្ទាប់ពីយើងចូលមកកាន់ library យើង scroll មកយើងឃើញកន្លែង YouTube ហ្នឹងនេះមានមកកាន់ YouTube ស្អីស្អាតខ្លះហេមិនដឹងទេបើចុច view ទៅមានស្អីទៀតមិនដឹងហើយប៉ុន្តែយើងត្រូវជ្រើសយកអានេះណា YouTube Data API v3 នេះណាយើង select លើអាហ្នឹងមកបាទតោះយើង select លើអាហ្នឹងហើយយើងចុចលើពាក្យថា enable ណាយើងចុច enable បាទយើងចុច enable ពកមកអញ្ចឹងយើងរងចាំវាដំណើរការចប់ណាយើងរងចាំបន្តិចទៅបាទនេះវា load ចូលមកហើយបាទអូខេអញ្ចឹងវាបើកបានហើយវាបើកបានជោគជ័យហើយអញ្ចឹងនៅពេលដែលយើងបានបើកនៅមុខងារ API ហ្នឹងហើយអ្នកនរគ្នាចូលមកកាន់នេះ Gradiental នេះណាយើងចូលមកហ្នឹងមកចូល Gradiental ហ្នឹងមកបាទអូខេបន្ទាប់ពីចូលមកហ្នឹងហើយយើងឃើញកន្លែងនេះគឺវាមិនទាន់មានអីទេគឺវាទទេស្អាតណាអញ្ចឹងគឺយើងត្រូវទៅបង្កើតអាហ្នឹងមួយណាបង្កើតវាដើម្បីយក
ấy về giờ mà lấy nhá nè trong việc phép này việc thà bỏ giờ nó về ấy lại chọn lấy an đây đấy trong nhóm ăn xây trẻ tế nhóm ăn đằng tế nhóm đằng ta chọi bà rồi dương chọi lấy ní các bạn này đội cái này đấy tại nhóm chọi lên này tới về tài lươn gì về miền đằng đằng xẹp á nhưng cho màu cái lại đằng hết dương chọi rồi dương chọi lươn ní các bạn này ta dương trong bạc cát việt ao dương bạc cát đây vì ao dương một bạc này sân này configure xây này concept screen này đấy cái lại này chắc nhóm chọi lươn này tại đó bà cho mà đâu lại ní cứ dương thử gà bạc cát mũi nè bạc cát nơi bà cả nơi cả nơi ép với mùi bà đưa dương cho mà lại ní các bạn đó cho này các bạn còn về tranh bài nắng bà tranh đôi tất nhiên đấy tranh dương thử bạc cát với mùi báo bà dương cho cả ná các bạn đấy dương việt thử dương thử bạc cát application với mùi là này ép nè mẹ tranh dương cho mà overview đó các bạn đi các bạn đấy là mình việc tiêm tia dương bạc cát là nắng đôi kia đấy dương cho mà dương đã mua bà đã mua trong này đó kia đã mua ấy đã đấy đấy sẽ cho này đó kia đây nè đó kia chọn đã nè bà chẳng nhôm đã cho mùi tới đã cho mùa you YouTube API dần tới ôi tôi bị áo bà cho mời đi sẵn lại mail lấy nè đó kia trời chờ được mail bỏ dưỡng thì chọn móc dùng miền mail và dương mùi là ngày dương trời được giờ mail và dương nó màu đấy tránh như chọn nịch bà chọn nịch máu như xua dương thì là ổ điền vào dương ấy gì tránh dương rồi giờ ethanol đó nè giờ ethanol đi bảo tao máu như chọn nịch tiền bà chọn nịch máu bà lại nick kia nè đó kia trời vay mail vào dương á mail vào dương mình nó cho nhung chọn lừa này tích làm bày copy mua về bà giống nhung copy vậy mua hàng đằng đó copy mua mail nhớ copy mail nhớ chẳng lại nick kia nhung pha chỗ bà ok phần năng máu như chọn nịch tiền máu bà chẳng lại nếu dân chọn ở create đó chọn continue bà chẳng như chọn create bà chẳng như rong chạm tịch nói viên là create bà viện ảo y tế create config app name bà chẳng như viện ảo dương đi ảo dương đã mua mình nòng mua dương nó trong dương cancel với dân máu chẳng dương bật khát với sáng thay dương đã mua nó đại vì ảo dương nè chẳng dương vậy mua fc đó lợi dụng đã YouTube underscore API sồn mùi dần tới rồi gọi giống nó sẽ tới dựng đã tới đấy anh nói chọn đã mua ấy đã tới dựng đã tới bà mình việt áo đấy mua mình cho lấy nhom bật thèm chưa đòn tiền bà rồi gọi nhom đã mua YouTube app máu có ba đấy bà đã app YouTube app cho tới bà ok nhầm đại chẳng mất chẳng nhầm sờ lại giờ đã nó thơ định mình mất để sao mình về về mua dưới việt áo đấy bà chẳng email lấy nhầm phá chỗ mình bà thơ định mình thế để sao mấy như bạn bàn chỗ chày thế như create để mà bà add our điện because app name does not comply with Google request bà add our để sao những đã mua trời bà lấy đội cái này bà lại nào đội cái này đấy trong như thời bậc cao đàn năng bà để sao mua bà chơi mấy vậy mua mấy ở trời đã vài thì tệ mới vài thì app API underscore zone rồi bây giờ đã mà rồi không bảy mà thèm bà vậy này đôi yên bà mới vậy bà chọn next bà giờ ít nó next anh ấy đã mail vào giờ máu thả chỗ chọn next create continue create bà hiện lượn thì ok ao vậy bà việc bánh hạ chúa đấy cho như đã mua giống mà bao nhiêu bậc cả tới bán để sao mua thì ok trong việc bàn chỗ giấy ấy cứ dương bậc cả bàn ở app bao giờ này bà
chẳng chấm nói bật top cứ dương thử cả tận điện này đấy create này đấy rồi cái dương cho mà này các bạn này nè bà đấy chẳng dương chọn lại nâng tay một đòn tới bên miền là nâng xẹp ấy dương chọn lửa nâng mùi bọ máu đầm bây dương bật cả download nơi file JSON bà chẳng dương chọn nó về đổi cái này về cho mà nè đổi cái này thì cho mà nâng đổi cái này đấy bà dương cho mà lại nếu dương chọn lửa bị create nè đấy dương chọn lửa bị create nè và mấy viên này lại nick overview với miền lại những chọn bà với miền lại những chọn này tái dân châu mà lại nick cái đôi kia đấy dân châu mà nắng máu bà ở dân chọn lơ bị create này mà nè bà chọn là nắng máu với châu mà lại nắng đôi kia chắc lại nick cứ dương rơ giờ desktop app đấy bà con này đó khi thời rơ giờ nắng đấy còn rơ fcmc đại sao là cầm thì vào dương nó cứ cầm thì sầm đập desktop bà cho những rơ desktop app đó hỏi mua huế đã chẳng tới này hôm nay trong cái mua với cái đó bây giờ nhầm một cái nhầm đã mua trong tay bắt đầu đấy nó nhầm chạy lượt biệt hạt create bà ok bà về đường dù sắm nhầm tới là còn là nắng đậm tí gì này bà mà đo lại nick cứ ban chỗ cháy này đó hôm nay thưa cả download này JSON này đấy download ở nắng máu bà download file JSON đó bà thì phải download cho lại bà chẳng nhầm tục mà lại dán file nó nhầm thưa cả copy viết bà nhầm bảo với nhầm copy về giờ tục không nên nhầm cả nơi folder mỗi đầm bay tục về sân bà cho nhầm đã acc 3 đấy nhầm cả folder mỗi hơi nhầm copy năng tục đấy nhầm cạn về tại mà đó nên nhầm close nhầm đã về trong folder này trong về thời cả file lắm đấy nè đó này nhưng thời miền file năng trong nhầm tục năng đấy nè hôm nay trong cái múa với cái thời bánh hái này tại thời tờ miền file năng ok file nó mua với ở trong khăn đây bàสำคัญវាមានកតុយ JSON នេះជា file ឡងមានទិន្នន័យវានៅក្នុងហ្នឹងអញ្ចឹងបាទអូខេឥឡូវខ្ញុំទុកវាមួយឡែកសិនខ្ញុំយកវាទុកក្នុងហ្នឹងសិនខ្ញុំបើកនេះមួយទៀតចឹងបន្ទាប់ពីយើងមានអាហ្នឹងហើយណាយើងបង្កើតបាននេះ desktop មិនហ្នឹងហើយគឺយើងត្រូវទៅនេះទៀតណាយើងចូលមកកន្លែង data access របស់វានេះណាយើងចូលមកកាន់ data access ហ្នឹងមកអញ្ចឹងអ្នកនរគ្នា scroll វាមកក្រោម កន្លែង scope បែបមែន sorry អត់ score ទេបាទអញ្ចឹងយើងត្រូវ add scope វាណាអញ្ចឹងអ្នកនរគ្នាចុចលើពាក្យ add or remove scope នេះណាចុចលើអាហ្នឹងមកអ្នកនរគ្នា scroll វាមករកមើល YouTube របស់យើងឃើញនៅអត់ទាន់ឃើញមានទេតែមានទេយើងចុចមកមុខមកបាទមកមុខមកអត់ទាន់ឃើញ YouTube ទៀតយើងចុចមកមុខទៀតបាទនេះយើងឃើញមាន YouTube វិញនេះណាមានច្រើននេះអីខ្លះអញ្ចឹងអ្នកនរគ្នាជ្រើសរើសយកកន្លែងនេះមួយណាកន្លែងនេះ YouTube. read only នេះមួយណាកន្លែង view យក YouTube account នេះណាយើងត្រូវគ្រីសវាមួយហើយមួយទៀតគឺយើងយកកន្លែងណាគេមួយទៀតកន្លែង upload មួយទៀតណាគេបាទនេះវា access នេះចាំក្រោយចាំយើងធ្វើវាទៀតចាំខ្ញុំ update tool support មួយពួកនេះទៀតណាចឹងនេះយើងរើសប៉ុណ្ណឹងសិនមកអានឹងមួយហើយមួយទៀតចាំយើងចុចមកមុខទៀតមកគឺកន្លែងនេះណានេះកន្លែង YouTube data នេះណាកន្លែងយើងមើលឡើងនេះ youtube.upload នេះណាមិនណែកយក YouTube វីដេអូណាយើងគ្រីសលើអាហ្នឹងមកបាទអញ្ចឹងយើងគ្រីសបាន2មិញបាទអូខេអញ្ចឹងយើងចុចលើពី update ពេលយើងគ្រីសហ្នឹងហើយយើងចុចលើពី update មកយើងឃើញវាធ្លាក់នៅក្នុងនេះនេះ2ហ្នឹងនេះឃើញទេវាធ្លាក់មកយើងចុច save ណាយើងចុច save ឡើងនេះបាទយើងចុច save មកបាទយើងរងចាំតិចទៅអូខេរួចរាល់អញ្ចឹងវា save ជាប់ហើយណាប្រកាសត្រូវធ្វើបែបហ្នឹងណាឲ្យវា save ជាប់អញ្ចឹងបាទបន្តមកទៀតអ្នកនរគ្នាចូលមកកាន់កន្លែង audience នេះណា audience នេះវិញបាទអញ្ចឹងចូលមកកន្លែងហ្នឹងគឺអ្នកនរគ្នា scroll វាមកក្រោមហើយអ្នកនរគ្នាឃើញពាក្យថា test user នេះអញ្ចឹងកន្លែងហ្នឹងអ្នកនរគ្នាធ្វើការចុច add user មកបាទចុច add user មកបន្ទាប់មកយើងវាយឈ្មោះ user អញ្ចឹងឈ្មោះហ្នឹងគឺអ្នកនរគ្នាត្រូវវាយ mail អ្នកនរគ្នាណា mail របស់យើងនេះបាទវាយ mail របស់យើងហ្នឹងបាទអញ្ចឹងខ្ញុំមក copy mail របស់យើងហ្នឹងមកបាទអញ្ចឹងខ្ញុំធ្វើការចុច add វាម្ដងទៀតបាទហើយយើងវាយចូលមកខ្ញុំចុច pass ចូលបាទ pass ចូលយ៉ាងមកបាទបន្តមកចុចលើពាក្យ save អូខេអញ្ចឹងវានឹងធ្លាក់មកចូលមកនេះឃើញណាមាន mail របស់យើងនៅហ្នឹងហើយបាទអញ្ចឹងការ set up អាហ្នឹងគឺប៉ុណ្្នឹងទេណាអាហ្នឹងគឺយើង close ទុកវាមួយឡែកចោលទៅគឺយើងចូលមកក្នុង tool វិញម្ដងណាបាទអូខេអាហ្នឹងយើងទុកប៉ុណ្្នឹងទៅបាទយើង set up វាប៉ុណ្្នឹងអញ្ចឹងយើងមិញយើងទទួលបាននៅ file មួយបាទ file មួយនេះបាទជា file JSON នេះណាបាទគឺ
client នេះ share script ហ្នឹងបាទ file ហ្នឹងបាទបន្ទាប់មកគឺនៅកន្លែងនេះអ្នកទាំងអស់គ្នាត្រូវដាក់ account អ្នកទាំងអស់គ្នាចូលណា account email និង password ណាបាទអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបង្កើត file មួយទៀតជាប្រភេទ text file ណាព្រោះអី tool វា support 2 file ហ្នឹងបើអត់មាន2 file ហ្នឹងទេគឺ tool អត់ support ទេបាទអញ្ចឹងអានេះខ្ញុំដាក់ឈ្មោះវាថា account ទៅបាទអូខេអញ្ចឹងក្នុង account ហ្នឹងគឺអ្នកទាំងអស់គ្នាបើកវាមកបាទអញ្ចឹងក្នុង account ហ្នឹងអ្នកទាំងអស់គ្នាត្រូវដាក់ email អ្នកទាំងអស់គ្នាណា email មិញហ្នឹងបាទបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវដាក់សញ្ញាមួយសញ្ញាត្រង់ធ្លុដូចបកគោភ្លើងនេះសញ្ញានេះណាសញ្ញាហ្នឹងដើម្បីខណ្ឌចែកអានេះជាឲ្យវាដឹងថានេះជា email អញ្ចឹងបន្ទាប់ខាងមុខនេះគឺជា password ណា password បាទដាក់ប៉ុណ្ណឹងមកតោះណាបាទយើងដាក់ប៉ុណ្ណឹងមកបើសិនជាអ្នកនរគ្នាចង់ប្រើ proxy អ្នកនរគ្នាធ្វើការដាក់សញ្ញានឹងមួយទៀតកន្លែងនេះគឺយើងវាយ proxy ចូលមកបាទ proxy វាមានទម្រង់របស់វា proxy មានទម្រង់IP ជាមួយនឹង port របស់វាទម្រង់នេះទម្រង់មាន user មាន password user password ក៏វា support ដែរយើងវាយមកណាតាមទម្រង់របស់វាហ្នឹងទៅអញ្ចឹងអ្នកប្រើ proxy គឺដឹងហើយអញ្ចឹងអានេះខ្ញុំអត់ប្រើទេគឺខ្ញុំដាក់តែប៉ុណ្្នេះទេណាគឺដាក់តែបាទ password នេះគឺជា password account របស់អ្នកទាំងអស់គ្នាណាអញ្ចឹង password របស់ខ្ញុំហ្នឹងវា password អីអញ្ចឹងខ្ញុំត្រូវវាយ password ហ្នឹងណាគឺ password email ហ្នឹងណាសម្រាប់ login តោះណាប៉ុន្តែនេះខ្ញុំក៏ដាក់បញ្ជាក់អ្នកទាំងអស់គ្នាថាហ្នឹងវាជា password បាទព្រោះអីខ្ញុំអត់បង្ហាញ password ខ្ញុំនៅក្នុងហ្នឹងទេបាទអញ្ចឹងខ្ញុំក៏ដាក់ប៉ុណ្្នឹងសិនអញ្ចឹងអ្នកទាំងអស់គ្នាដាក់ប៉ុណ្្នឹងហើយធ្វើការចុច share ចុច save មកបាទអានេះទៀតខ្ញុំដូរវិញទៅណាខ្ញុំដូរដាក់ password ខ្ញុំឲ្យត្រូវវិញណាបាទប៉ុន្តែអ្នកនរគ្នាដាក់ password អ្នកនរគ្នាមកព្រោះខ្ញុំធ្វើវីដេអូបង្ហាញ password ខ្ញុំមិនកើតបាទអញ្ចឹងយើងត្រូវការ file ពីរហ្នឹងណាអញ្ចឹងយើង close វាមកយើងតបយើង save ហើយគឺយើងមាន file ពីរហ្នឹងបាទអញ្ចឹងយើងមាន file ពីរហ្នឹងណាបាទអញ្ចឹងនៅក្នុង folder យើងត្រូវដាក់វានៅក្នុង folder មួយអញ្ចឹងគឺខ្ញុំដាក់វានៅក្នុង folder មួយនេះបាទអញ្ចឹងក្នុង folder ហ្នឹងត្រូវមាន file ពីរហ្នឹងណាត្រូវមាន file ពីរហ្នឹងដើម្បីយើង load ចូលទៅក្នុង tool បាទអញ្ចឹងខ្ញុំធ្វើការចុចផុសវាបន្តិចណាខ្ញុំធ្វើការកែប្រែនៅ password របស់ខ្ញុំវិញណាខ្ញុំកែវាត្រូវវិញដើម្បី load វាចូលក្នុង tool ឲ្យ tool វា login បាទអញ្ចឹងខ្ញុំធ្វើការចុចបាទខ្ញុំបានកែរួចហើយបាទអញ្ចឹងយើងបន្តទៀតអញ្ចឹងយើងត្រូវមាន folder មួយដែលវាមាន account នៅក្នុងហ្នឹងអញ្ចឹងបាទអ្នកនរគ្នាមានច្រើន account អ្នកគ្នាធ្វើដូចមិញណាធ្វើដូចមិញហើយអ្នកនរគ្នាត្រូវបង្កើត folder មួយទៀតឧទាហរណ៍អ្នកគ្នាមាន account ទី4អ្នកនរគ្នាបង្កើត folder ទី4មកបាទទី4ចឹងទៅហើយយើងទៅធ្វើដូចមិញមក copy អា file នេះអា file នេះយើងទៅធ្វើដូចមិញហ្នឹងយើង copy file ហ្នឹងហើយយើងបង្កើតនៅ text file មួយហើយយើងដាក់ account ចូលក្នុងហ្នឹងដែរណាបាទចឹងបានន័យថាក្នុងមួយ folder ដាក់បានតែមួយ account ទេណាគឺអាចដាក់ច្រើន account បានទេបាទបញ្ជាក់បាទចឹង account ទី4នេះគឺខ្ញុំលុបវាចោលសិនអត់ទាន់មានទេបាទខ្ញុំលុបវាចោលបាទអញ្ចឹងខ្ញុំមាន account មួយហ្នឹងបាទអញ្ចឹងខ្ញុំតបពីខ្ញុំមាន folder មាន file នេះហើយនឹង account របស់ខ្ញុំហ្នឹងហើយខ្ញុំធ្វើការបើក tool ដើម្បី load វាចូល tool បាទវារៀងវែងឆ្ងាយតិចអានេះយើងពិបាក set up តែដំបូងប៉ុន្តែបើអ្នកនរនេះ start ទៅ set up អាមិញហ្នឹងគឺយើង set up លឿនទេបាក់មកធ្វើមកបាទយើងធ្វើតែម្ដងវាស្រួលរហូតហើយគឺមិនមែនយើងធ្វើរហូតទេអញ្ចឹងយើងចំណាយពេលអង្គុយធ្វើវាទៅបើសិនជាយើងមាន account ច្រើនណាបាទអញ្ចឹងមកដល់កន្លែងនេះយើងបើក tool មកអញ្ចឹងដើម្បី load account ចូលមកក្នុង tool អ្នកនរចុចលើនេះកន្លែងនេះណា load user នេះបាទយើងធ្វើការចុច load user ហ្នឹងមកបាទខ្ញុំមើលនេះតិចវានិយាយលឺដែរអូខេលឺបាទតោះមកយើងប្រើវាទៅរក file របស់យើងមិញណាទៅដល់ folder ដែលយើងបានបន្ទុក account នៅក្នុងហ្នឹងអញ្ចឹងខ្ញុំចូលមកកាន់ desktop មកគឺខ្ញុំដាក់វានៅក្នុង account 3នេះបាទអញ្ចឹង account 3នេះណាខ្ញុំធ្វើការ select វាមកយើង double click អញ្ចឹងក៏បានដែរយើងចុច select ទៅឲ្យវាជាប់នឹងជាប់ឈ្មោះ folder របស់យើងហ្នឹងណាបាទអញ្ចឹងយើងចុច select មកបាទវានឹងធ្លាក់ account យើងចូលមកហើយបាទអូខេអញ្ចឹងយើងមាន account មួយអញ្ចឹងវាដាក់ status pending បានន័យថាយើងអត់ទាន់បាន log in ទេបាទអញ្ចឹងដើម្បី log in គឺយើងធ្វើការចុច select លើ account របស់យើងមកអញ្ចឹងអ្នកនរគ្នាគឺ tool អត់ទាន់ support multiple ទេណាគឺយើងអាច log in ម្ដងមួយអញ្ចឹងណាបើសិនជាអ្នកនរគ្នាមាន account មួយទៀតអ្នកនរគ្នា load ចូលមកអ្នកនរគ្នាកុំ select ទាំងអស់ហើយឲ្យវា log in ណាគឺ select ម្ដងមួយព្រោះអីយើងត្រូវការប្រើដៃខ្លះដែរមិន tool ធ្វើការទាំងអស់ទេណាបាទតោះយើង log in វាចូលក្នុង tool ហើយអាហ្នឹងអូខេហើយគឺ
tool ជាអ្នកធ្វើការនៅពេលដែលវាមានទិន្នន័យមានអីគ្រប់គ្រាន់ណាបាទអូខេឥឡូវខ្ញុំ select លើ account របស់ខ្ញុំហ្នឹងមកហើយខ្ញុំចុចលើពាក្យថា login នេះណាយើងជ្រើសរើសពាក្យថា login បាទហើយយើងចុចលើពាក្យ start នេះមកបាទអញ្ចឹងអ្នកនរគ្នាមើល account យើង select តែមួយទេបើមិនជាយើងដាក់ mastery ចេះពេលយើងចុច start ទៅវាអត់ដំណើរការយើងប្រាប់ថា account របស់យើងមានតែមួយទេណាអញ្ចឹងយើងអត់អាចដាក់ mastery ឲ្យលើសពី account របស់យើងទេដូចនៅក្នុងវីដេអូមុនខ្ញុំបញ្ជាក់អញ្ចឹងបាទអូខេឥឡូវខ្ញុំដាក់មួយឲ្យវាស្មើគ្នាឬក៏តូចជាងណាតែនេះបើយើងដាក់0វាមិនមានតម្លៃអត់កើតទេអញ្ចឹងយើងដាក់មួយឲ្យវាស្មើគ្នាមកព្រោះនេះវាប្រាប់នេះ account យើងមានតែមួយ select មួយលើមួយណាអញ្ចឹងវា select all ពេល select all មក select តែមួយនឹងដដែលតែបើយើង select តែមួយក៏វា select តែមួយនឹងដែរបើមានតែមួយបាទហ្នឹងយើងដាក់មួយមកបាទហើយអីផ្សេងទៀតខ្ញុំអត់កំណត់ដែរខ្ញុំកំណត់ឲ្យនេះវានេះតិចឲ្យវាចេញរៀងធំតិចអញ្ចឹងខ្ញុំដាក់វាត្រឹម5បានហើយរ៉ូវាខ្ញុំដាក់តែ2រ៉ូបានហើយបាទអូខេឲ្យវាចេញរៀងធំតិចណាបាទដើម្បីអ្នកនាងវាស្រួលមើលបាទអូខេខ្ញុំធ្វើការចុច start មកបាទវាប្រាប់ថាវា open browser ហើយអញ្ចឹងយើងរងចាំតិចនាទីវាកំពុងតែដើរបាទអញ្ចឹងវាបើកមកឃើញទេបាទបើកមកវាចូលមក login បាទអញ្ចឹងអ្នកគ្នាវាកន្លែងវាយ email និង password tool ជាអ្នកវាយឲ្យយើងណាបាទអញ្ចឹងវាវាយអូខ្ញុំដាក់ password ខុសបាត់ហើយអ្នកនរគ្នាកែវិញកែអត់ត្រូវទៀតឥឡូវខ្ញុំវាយបញ្ចូលឲ្យដៃអត់ទេឥឡូវខ្ញុំធ្វើការ stop វាសិនយេដល់កហ្មងអញ្ចឹងខ្ញុំផុសវាបន្តិចខ្ញុំទៅកែ password ខ្ញុំសិនណាខ្ញុំ just វាយវិញខុសទៀតមិញអូខេខ្ញុំចុចផុសវាមកបាទវាតអូខេយើងបន្តទៀតបាទខ្ញុំកែ password រួចហើយបាទខ្ញុំចូលកែក្នុងនេះវិញមិញបាទខ្ញុំ close វាចោលមកបាទអញ្ចឹងឥឡូវនេះខ្ញុំ refresh មួយបាទអូខេបាទអញ្ចឹងបន្ទាប់មកគឺយើង login សារថ្មីដោយសារមិញខ្ញុំវាយ password ខុសណាខ្ញុំដាក់ password វាខុសអញ្ចឹងទៅខា select account ហ្នឹងមកហើយយើង select យក login ហើយចុច start បាទអញ្ចឹងយើង start មកវាចាប់ដើម open browser នាទីចាប់ដើមដើរអញ្ចឹងយើងអត់ទាន់ឃើញ browser បើកបាននេះបើកហើយវាវាយបាទសម្រាប់ email ហើយនិង password គឺ tool ជាអ្នកវាយឲ្យយើងណាប៉ុន្តែបន្តទៀតគឺវាអត់នេះទេចំthấyបានវាយខុសរហូតចឹងអូអត់បានចុច save ងាប់បាទខ្ញុំកែវាម្ដងទៀតណាខ្ញុំអាសិនខ្ញុំកែ password ហើយតែអត់បានចុច save ដល់កក្នុង attach file តោះអូខេយើង log in ម្ដងទៀតបាទគឺចេះតែច្រឡំអញ្ចឹងណាបាទអូខេអញ្ចឹងយើងចូល log in មក select account មកបាទខ្ញុំធ្វើការចុច start ម្ដងទៀតបាទអញ្ចឹងយើងរងចាំបន្តិចទៅបាទសម្រាប់ email និង password ចំវាវាយខលប្រាប់ថាខលរហូតមើលខ្ញុំវាយខ្លួនខ្ញុំមើល Oppo 100ចុចនិចមើលអូខេនេះត្រូវមិនវាវាយខុសអត់យល់បាទអញ្ចឹងវាទៀមទាបែបនេះអញ្ចឹងអ្នកនរគ្នាបើវាវាយ password ខុសអ្នកគ្នាជួយវាយសិនណាចាំខ្ញុំ fix នៅ version ក្រោយបាទអញ្ចឹងវាចេញបែបនេះអ្នកគ្នាមានពេល5នាទីក្នុងការ set up វាណាបាទអញ្ចឹងយើងកន្លែងនេះយើងចុច save ក៏បានយើងចុច cancel ក៏បានដែរអត់បញ្ហាណាយើងចុច save ទៅបាទឬក៏ចុច cancel បើអត់មានពាក្យ save ទៅមានតែ cancel ចុច cancel ហើយបាទបន្តមកទៀតយើងចុចលើពាក្យ skip បាទអូខេបាទពាក្យ skip មកគឺវានឹងធ្វើការខ្លួនវាកន្លែងនេះបាទអញ្ចឹងមកដល់កន្លែងនេះគឺយើងត្រូវជួយវាទៀតណាបាទអញ្ចឹងដល់កន្លែងនេះអ្នកគ្នាត្រូវជ្រើសរើសនេះជ្រើសរើសអានេះគឺជាឈ្មោះយើងបង្កើតមិញហ្នឹង YG app របស់យើងណាអញ្ចឹងខ្ញុំជ្រើសរើសយក account របស់យើងហ្នឹងមកបាទតមកទៀតយើងរើស account របស់យើងណាអានេះគឺជា brand channel អានេះគឺជា main channel របស់យើងអញ្ចឹងដំបូងហ្នឹងគឺយើងយក channel main channel របស់យើងសិនមកណាខ្ញុំរើសយក main channel ចាំbrand channel ចាំយើង add តាមក្រោយអញ្ចឹងខ្ញុំចុចលើ main channel របស់យើងមកបាទតមកយើងចុចលើពាក្យថា continue ណាយើងចុចពាក្យ continue មកបាទមកដល់កន្លែងនេះអ្នកនរត្រូវ select all យើងចុច select all បាទអ្នកនរអត់ select ទេអត់ select អានេះ
anh ấy tê chẳng cứ bạn này đã cho ho chứ cứ thu là ai thơ ca xe chỉ mùi thằng API thằng bạn đấy nè chẳng như chọn lơ bị tha select all đấy như chọn select all đó bà như scroll mà khởi mới dương giờ bị tha continue bà chọn continue đó bảo riêng nhảy nhảy chẳng trong ok phần năng mắc cái chỗ chơi vậy cứ việc phép với nè thật việc trình status thả ready bà hỏi finish bà chẳng là việc vay password khó nhằm nhằm update với nó thù lắm đây cứ nhằm bàn thờ video hỏi cứ hỏi thú liếng cứ nhom 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 tệ lẹ anh ấy vào version mới rồi bà ta nên nhom thử anh năng sẵn bà ok nhom sẽ refresh mới dương khơi miền tình này là con năng này status với đã ok ấy đã đi ấy bà chẳng dương cho một căn channel và dương cứ dương khơi miền channel mỗi đại dương bàn rửa mình nắng nè mua channel lắm bà toàn miền ở video toàn miền ấy thế cứ mấy đấy bà khảo mấy vào nhóm bà ok chẳng cứ mấy dương khơi tha không account này cứ vừa miền pi channel chẳng dương ai trong add channel mỗi tiệt chỗ cứ dương select lựa account nó mắt á select lựa account nó cứ dương chọn right click lựa vì nó rồi dương chọn lựa biệt add channel này bà chẳng chọn lựa add channel nó bà chẳng dương rồi chạm tích tiếp viên được bảo mà thì phải bảo mà ấy bà trong viên được trô mà auto dương bạn đi bà bảo bạn là người dưỡng chẳng nhầm đại chế vì hiện thòm số mờ tí tới chẳng bà chẳng dương select lựa account mà dương nó móc bạn lại nếu dương chọn đáy đó việc bảo ở dương chọn đáy tỏ máu dương rồi rồi channel là dương ở toàn bàn đã cho thấu lắm nè chỉ brand channel đi bà chẳng nhầm rồi vì máu bà tỏ máu chạy continue bà ok lại nếu dương select all rồi cái này nè chạy select all đó dương scroll thì máu dương khơi miền bị continue chạy continue mà bà ok với trên bạn đấy cứ chỗ chơi vậy bà vì nó bật được mình bà trong bây dương cho một căn channel vào dưới cứ dương nó khơi miền pi channel toàn đấy bà ok chẳng đi cứ ca login cứ miền phần năng thế lấy nhầm ô tô ho nhầm đạn đi môi tiền mà nhầm đạn khảo nhầm môi tiền mà thế vì vậy gì password khó mà ta bánh hái này đó nên vào trăm nhầm tờ lẹ version fake là nó áo đấy chẳng version đấy nhầm ở tờ lẹ này đó cái này thì cứ nhầm nó fake vì ban nhầm đạn link rồi này đó cái này download bản tay version tờ đái là version mùi cho năng tờ đái là bản tay nhầm fake đấy fake về vay password khó mình lấy nhầm xa login mùi tiệt đấy nhầm login account nhầm mùi tiết nhầm chọn lơ bị thành lọt account mất cho nhầm đã giờ account thì mùi mới bà cho nhầm đấy anh đấy tì mùi đấy bà giờ khơi anh đấy mi anh ấy đấy login nào đấy về tranh đi anh ấy toàn login về tranh pending bà cho nhầm thơ cả chọn login vía bà chọn start với mất bà chẳng cái là email password được vay ở giữa tại mình khơi về vay khó đấy bà bà nấy tử mà với nhom sale khó mở tử đấy bà với vay tử ta sao nhom sale password là nó khó bà ok chẳng như dương chọn lừa còn định chọn lừa rồi đội mình nhông máu bà kế nhưng mà rồi giờ main channel của nhom sẵn hoặc là brand channel trong nhom add tam cào bà ok chọn continue máu bà phần đấy vì ok chụp chạy ấy bà dương refresh máu bà vì trên ready đấy bà thế như cho một căn channel cái dương miền 7 7 channel bà này cái miền video nhom upload về bà cho nhom dương khơi nhớ tha account thì mình có về miền pi channel lại bà cho nhom thơ cả add account add channel về cho màu bà cho right click mất cho add channel mất ok cho dương chọn lựa này vào dương máu account dương bà tao mới dương được brand channel vào dương lắm bà chẳng hạn account nếu miền là pi channel lần thế bà này ở cái miền bay bốn dương thơ trong đã đó chẳng dương hot tầm ở đó thì dương hot tầm mình tích đi hỏi con mình sơ hot mà nó thôi về load mà ở dương auto chẳng nè dương gọi là click giờ nè đấy bà cứ bọn miền ấy với cái đấy cho bà nè chẳng như cho căn channel nó miền buồn channel bà ok chẳng nhôm thời cả cứ phần năng tới là việc này cả login đó nè bà chẳng để đó khi login account này cho chờ nó add channel là sẽ đã mất
បាទអញ្ចឹងយើងមានទិន្នន័យមានអីនៅហ្នឹងហើយអញ្ចឹងខ្ញុំនឹងអាប់ដេតទៀតមានច្រើនទៀតខ្ញុំនឹងអាប់ដេតនៅក្រោយៗទៀតឲ្យមានមុខងារកាន់តែច្រើនទៀតណាបាទអញ្ចឹងការ log in របស់យើងគឺមានប៉ុណ្្នឹងទេវារៀងពិបាកដែរប៉ុន្តែអ្នកនរគ្នាធ្វើតែដាក់ធ្វើតែមួយ account ទៅអ្នកនរគ្នាយល់ដឹងអញ្ចឹងយើងធ្វើលឿនទេបាទបបទៅដាក់មកចូលមកតែសំខាន់យើងធ្វើមិនឲ្យយើង account របស់យើងចូលក្នុង tool channel យើងចូលក្នុង tool របស់យើងហើយតែប៉ុណ្ណេះគឺយើងអត់មានអីត្រូវទៅអង្គុយចុចដៃទៀតទេបាន channel បាន account ចូល tool ហើយគឺលែងហើយតែប៉ុណ្ណេះគឺអូតូទៅទាំងអស់ធ្វើអីក៏អូតូដែរបាទអូខេចឹងយើងពិបាកដល់ log in តិចណាព្រោះអីវាពិបាកសូម្បីយើង log in ដៃក៏ពិបាកដែរអា Google ហ្នឹងពេលខ្លះបើយើងចាក់ 2SA ចាក់អីទាកូដទាអីញ៉ៃញ៉ៃច្រើនទៀតណាចង់វាទាកូដទាអីអ្នកនរគ្នាគួរវាយកូដវាយអីទៀតតាម account អ្នកនរគ្នាទៅបាទអូខេអញ្ចឹងការ log in គឺមានប៉ុណ្្នឹងទេបាទអញ្ចឹងអរគុណច្រើនវីដេអូក្រោយគឺខ្ញុំនឹងបង្ហាញពីរបៀប upload អីទៀតធ្វើបន្តវីដេអូទៀតណាបាទអរគុណច្រើន